បាទសូមជម្រាបសួរពុកម៉ែយាយតាបាទបងប្អូនទាំងអស់គ្នាផងដែរបាទយើងជួបគ្នាជាបន្តទៀតបាទជាមួយនឹងវីដេអូចាប់សត្វក៏ដូចជាថតសត្វផ្សេងៗបាទពី Channel SB Report ផងដែរបាទថ្ងៃនេះគឺថាបាទទៅថតនៅសត្វបាទមរមរះបងប្អូនណាគឺនៅស្រុកខ្ញុំគឺគេហៅថាសត្វមរមរះប៉ុន្តែសម្រាប់ស្រុកបងប្អូនមួយចំនួនមិនដឹងថាហៅជាសត្វអ្វីទេបាទគឺថាដំបូងឡើយខ្ញុំបានស្មានតែសត្វមរមរះនេះគឺវាខំគ្នាបងប្អូនណាគឺតាមពិតទៅវាមិនមែនខំគ្នាទេតាមពិតទៅគឺវាមានស្នេហាជាមួយគ្នាបាទវាមានស្នេហាជាមួយគ្នាហើយបើយើងមើលទៅវាកំពុងតែបាទបឺតមាត់បឺតគ្នាតែម្ដងបាទបឺតមាត់គ្នាហើយមរមរះនៅខាងក្រោមបាទរាងវែងខាងក្រោមដេកហ្នឹងគឺជាមរមរះមេបាទហើយនៅខាងលើដែលកំពុងតែរុំនៅមរមរះមួយទៀតហ្នឹងគឺជាមរមរះឈ្មោលបងប្អូនណាបាទហើយវាកំពុងតែប្រើស្នៀតបាទបឺតមាត់បាទយើងមើលទៅគឺបាទរ៉ូម៉ាន់ទិកមែនទែនបងប្អូនបាទប្លែកតែម្ដងបងប្អូនគឺថាខ្ញុំជាទូទៅគឺមិនដែលឃើញសត្វបាទមរមរះឬក៏សត្វផ្សេងដែលវាបាទដោយញីដោយឈ្មោលគ្នាឬក៏បឺតមាត់គ្នាទេបងប្អូនមិនដែលឃើញតែម្ដងបងប្អូនណាបាទគឺជាលើកទី1ហើយដែលឃើញបាទសត្វមរមរះវាបឺតមាត់គ្នាយ៉ាងបាទគឺថាជក់ចិត្តតែម្ដងបាទមើលទៅគឺថាព្រឺសម្បល់ដែរបងប្អូនហើយយើងធ្លាប់តែឃើញវីដេអូផ្សេងដល់ពេលមកឃើញសត្វបឺតមាត់គ្នាបាទចម្លែកតែម្ដងបងប្អូនណាបាទហើយវីដេអូនេះដែរគឺខ្ញុំបានថតនៅបាទក្នុងវត្តអារាមមួយគឺថាបាទឃើញសត្វមរមរះហ្នឹងវាមុនដំបូងគឺថាស្មានតែវាខំគ្នាវាស៊ីគ្នាអញ្ចឹងណាបាទតាមពិតទៅគឺវាបាទមានស្នេហាជាមួយគ្នាទេបាទហើយឥឡូវគឺថាគេបាទប្រើក្បាច់បាទបឺតមាត់រួចរាល់ហើយគឺគេកំពុងតែស្និទ្ធស្នាលគ្នាបាទផ្អែមល្ហែមជាមួយគ្នាចាំមើលគេនឹងប្រើក្បាច់អីទៀតឬក៏ស្នៀតអីទៀតបងប្អូនបាទឥឡូវគឺថាចាប់ផ្ដើមបាទមរមរះឈ្មោលគឺថានៅពីលើមរមរះមេបាទចាប់ផ្ដើមបាទគងពីលើបណ្ដាហើយបាទគឺថាវាឲ្យមរមរះមេដែលនៅខាងក្រោមហ្នឹងគឺដើរទៅមុខបាទវាទៅមុខបងប្អូនបាទវាទៅមុខបណ្ដាហើយបាទមរមរះដែលឈ្មោលហ្នឹងគឺវានៅពីលើបាទនេះគឺថាប្លែកមែនទែនបងប្អូនបាទសម្រាប់ដូចជាសត្វពស់សត្វអីពេលវាមានស្នេហាជាមួយគ្នាគឺវារុំគ្នាលមូគ្នាពេញអញ្ចឹងណាបាទពេញព្រៃពេញដីអញ្ចឹងទៅប៉ុន្តែមរមរះនេះគឺវាមានស្នេហាក៏វារុំគ្នាលមូគ្នាដែរហើយក៏វាបណ្ដើរគ្នាបាទនេះបាទហើយគេកំពុងតែបឺតមាត់ហើយខ្លួននឹងខ្លួនគឺគេជាប់គ្នាតែម្ដងបាទប្លែកមែនទែនបងប្អូនបាទអរគុណណាស់បងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយចុចពាក្យថាជីវបាទ Subscribe Like និង Share នៅ Channel SB Report បាទជា Channel ថតសត្វផ្សេងក៏ដូចជាចាប់សត្វផ្សេងបាទនៅតាមតំបន់ផ្សេងបាទហើយវីដេអូចែករំលែកតទៅនឹងបាទសត្វបរមរះបាទដោយញីដោយឈ្មោះគ្នាឬក៏មានស្នេហាជាមួយគ្នាបាទសូមបញ្ចប់តែប៉ុណ្ណេះបាទហើយជួបគ្នាជាបន្តទៀតបាទជាមួយនឹងវីដេអូកំសាន្តថ្មីក៏ដូចជាការថតសត្វផ្សេងឬក៏ចាប់សត្វផ្សេងពី Channel ខ្ញុំបានផងដែរបាទសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាសូមអរគុណ